សាច់ថ្មីម្ដងទៀតយើងខ្ញុំទាំងពីរនាក់ក៏សូមលំអរកាយគោរពនឹងគៀវរៈកិច្ចចំពោះអាយឧត្តមលើកជំទាវភៀវកិត្តិយសជាតិនិងអន្តរជាតិជាទីមេត្រីដែលកំពុងតែមានវត្តមាននៅក្នុងកម្មវិធីមង្គលនារាត្រីដ៏មនោរម្យនេះផងដែរសង្កេតឃើញថាឥឡូវនេះសភាពកូនកំលោះរួមជាមួយនឹងសភាពកូនក្រមុំដែលជាតួឯកសម្រាប់រាត្រីនេះផ្ទាល់កំពុងតែត្រៀមខ្លួននៅខាងមុខវេទិកាកម្មវិធីរបស់យើងរួចជាស្រេចជាបន្តទៅទៀតនេះយើងខ្ញុំទាំងពីររូបមានកិត្តិយសសូមគោរពអញ្ជើញទៅដល់វត្តមានឯកឧត្តមលោកជំទាវវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងរាត្រីនេះសូមរំខាននៅពេលវត្តមានភ្ញៀវកិត្តិយសបន្តិចដើម្បីធ្វើការក្រោកឈរឡើងដើម្បីធ្វើជារបងពោជ័យទៅដល់វត្តមានចាគូស្វាមីនិងភរិយាថ្មីចាអមដំណើរនៃការធ្វើដំណើររបស់វត្តមានកូនកំលោះនិងកូនកំមុំអញ្ជើញមកកាន់វេទិកាកិត្តិយសចាសូមគោរពអញ្ជើញអ្វីដែលជាពិសេសដែលមិនអាចបំភ្លេចបាននោះគឺវត្តមានរបស់លោកដែលជាមេបាទាំងសងខាងតំណាងដល់ក្រុមគ្រួសារទាំងពីរបាទសូមលោកទាំង4រូបបាទត្រៀមខ្លួនដើម្បីផ្ដល់វត្តមាននៅលើវេទិកាកិត្តិយសរបស់យើងជាបន្តទៅទៀតយើងខ្ញុំសូមគោរពអញ្ជើញទៅដល់វត្តមានឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាវត្តមានភ្ញៀវកិត្តិយសទាំងអស់រីករាយទស្សនានៅកម្រងវីដេអូ Pre-wedding ដែលជាការចូលរួមទៅដោយវត្តមានកូនកំលោះនិងកូនក្រមុំដោយតទៅសូមគោរពអញ្ជើញញ៉ាំក្នុងថ្ងៃនេះគឺអូនផ្ដល់ឲ្យសន្យាទូមានឧបសគ្គរាប់រយក៏បងនឹងពុះពៀទាំងសាសនាមួយនេះតបស្នងមានមេសន្យាមើលថែថ្លៃក្តីស្មោះត្រង់ស្ម័គ្ររួមវិថីជីវិតបងនឹងស្រីក្បែរគ្នារហូតអរគុណច្រើនចាអរគុណនៃការបង្ហាញជូនចាកម្រង Pre-wedding យ៉ាងផ្អែមល្ហែមពីសំណាក់វត្តមានកូនកំលោះនិងកូនក្រមុំអរគុណឥឡូវនេះបាទសូមតួឯករបស់យើងទាំងពីរបាទត្រៀមខ្លួនដើម្បីធ្វើដំណើរមកកាន់វេទិកាកម្មវិធីចាបាច់អមដំណើរនៃការធ្វើដំណើររបស់វត្តមានកូនកំលោះនិងកូនក្រមុំធ្វើដំណើរមកកាន់វេទិកាកិត្តិយសក៏ដូចជាវត្តមានបងកាមេរ៉ាមែនបើសិនជារួចរាល់ហើយកុំភ្លេចផ្ដល់ជាសញ្ញាសម្រាប់ក្រុមមន្ត្រីយើងខ្ញុំនឹងរៀបចំកម្មវិធីតែម្ដងចាជឿជាក់ថាសម្រាប់រាត្រីនេះផ្ទាល់បាទប្រកាសជាមានមិត្តភ័ក្តិបាទណាទាំងខាងសភាពកូនកំលោះក៏ដូចជាសភាពកូនក្រមុំអ្វីដែលពិសេសនោះបាទគឺសាច់ញាតិទាំងសងខាងអញ្ជើញចូលរួមយ៉ាងច្រើនកុះកអញ្ចឹងសូមអធិស្ឋាននៅក្នុងការរំខានពេលវេលាតែបន្តិចទេដើម្បីផ្ដល់នៅវត្តមានក៏ដូចជាផ្ដល់នៅកិត្តិយសដើម្បីក្រោកឈរឡើងអមសងខាងផ្លូវអ្វីដែលពិសេសនោះបាទគឺនៅខាងមុខវេទិកាកម្មវិធីរបស់យើងនេះផ្ទាល់តែម្ដងយើងរៀបជារង្វង់មូលដើម្បីហាយហោមអមដំណើរសភាពកូនកំលោះរបស់សភាពកូនក្រមុំរបស់យើងមកកាន់វេទិកាកម្មវិធីបើសិនជារួចរាល់ហើយកុំភ្លេចផ្ដល់ជាសញ្ញាសម្រាប់ក្រុមមន្ត្រីចាអរគុណនៅពេលនេះវត្តមានរបស់កូនកំលោះនិងកូនក្រមុំរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយនេះខ្ញុំសូមគោរពអញ្ជើញវត្តមានកូនកំលោះនាមសំសេរីវត្តជាគូនឹងវត្តមានកូនក្រមុំនាមគួយសាងធ្វើដំណើរមកកាន់វេទិកាកិត្តិយសសូមគោរពអញ្ជើញថាថ្ងៃណាមួយបានរៀបការនឹងស្ងួនបងចូលក្នុងជីឆ្លៀតនៅក្នុងខណៈនេះផងដែរខ្ញុំបាទក៏សូមគោរពអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកមេបាទាំងសងខាងបាទសូមគ្រប់ជើងលោកត្រៀមខ្លួនដើម្បីធ្វើដំណើរមកកាន់វេទិកាកម្មវិធីតែពីស្រឡាញ់ទុំ
ច្បាំងលើលោកនេះបងជាបុរងដែលអូនប្រាថ្នាបងជាស្វាមីដ៏ល្អបេងដូងមានមេត្តារៀមរា ភ្ញៀវកិត្តិយសរបស់យើងមកលោកអាចអញ្ជើញបើមកខាងមុខវេទិកាកម្មវិធីផ្ទាល់តែម្ដងបាទណាព្រោះថាអ្វីដែលសំខាន់គឺស្ថិតនៅខាងមុខវេទិកាកម្មវិធីតែម្ដងបាទ វត្តមានកូនកម្លាំងនៃកូនក្រមុំធ្វើដំណើរជុំវិញសួនផ្ការបស់យើងចំនួន1ជុំចា៎ បាយស្ងួនអូនលែងបារម្ភលែងខ្លាចជីវិតដែលឯង ក្រុមអញ្ជើញវត្តមានរបស់ភ្ញៀវកិត្តិយសរបស់យើងមកខាងមុខឆាកនេះតែម្ដងបាទណាបាទសូមអញ្ជើញ គប់ក្រុមយ៉ាងតាមអូនត្រូវការពាក្យសន្យាលុះសូន បាទសូមអញ្ជើញកាសគ្នាមកខាងមុខឆាកបាទណាភ្ញៀវកិត្តិយសរបស់យើង សូម បាទ ក្រុ សូ ម ម អ អញ្ ញ្ ជើ ជើ ញ ញគូស្វាមីនិងភរិយាថ្មីធ្វើដំណើរមកកាន់វេទិកាកិត្តិយសជាបន្តនេះខ្ញុំមានកិត្តិយសសូមក្រុមអញ្ជើញលោកមេបាទាំងសងខាងសូមក្រុមអញ្ជើញលោកសោមសវ៉ាតលោកស្រីលេងណាវីលោកគួយអុយនិងលោកស្រីឡៅចន្ទធូក្រុមអញ្ជើញផ្ដល់នូវកិត្តិយសសម្រាប់នៅលើវេទិកាកិត្តិយសសូមក្រុមអញ្ជើញ ភ្លៀងក៏ខ្លាំងប៉ុណ្ណាក៏ជីវិតមានន័យព្រុងក្បែរស្រីមានបងកាន់ដៃ បាទសូមអរគុណតាំងនាមខ្ញុំបាទអឺជំរាបបាកូនកំមុំកូនកន្លោះយើងខ្ញុំសូមថ្លែងអំណរគុណដល់ទ្រង់ឯកឧត្តមលោកអញ្ញាអស់លោកស្រីបងប្អូនញាតិមិត្តទាំងអស់ដែលបានអញ្ជើញមក ចូលរួមនៅក្នុងពិធីមង្គលការរបស់យើងខ្ញុំដែលញ៉ាំងឲ្យពិធីរបស់យើងខ្ញុំនេះមានអធិកធម៌មានភាពអធិកធម៌និងសប្បាយរីករាយជាពុនពេកបាទសូមអរគុណហើយឆ្លៀតឱកាសនេះដែរខ្ញុំក៏សូមខន្តីមេត្តាអខន្តីអបិធោបើសិនជាមានការខុសឆ្គងណាមួយដោយអចេតនានៅក្នុងពិធីនេះបាទ ហើយចុងក្រោយខ្ញុំក៏សូមជូនពរដល់ឯកឧត្តមអស់លោកអ្នកនាងកញ្ញាទាំងអស់និងមិត្តភ័ក្តិទាំងអស់សូមជូនពរនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីទេគ្រាលើបាទ អរគុណបាទសូមផ្ដល់សម្លេងអបអរសាទរជូនដល់លោកពូដែលជាឪពុករបស់កូនកំលោះផ្ទាល់យើងសូមផ្ដល់ទូនាទីនេះជូនទៅដល់តួឯករបស់យើងតែម្ដងបាទណាសម្រាប់ពីត្រីនេះបើពិតជាពិសេសពិសាមែនទែនបាទសូមគ្រប់អញ្ជើញ បាទជាបឋមសូមគោរពដល់ឯកឧត្តមលោកជំទាវអ្នកអង្គការលោកអង្គការទាំងអស់ទាំងភ្ញៀវកិត្តិយសក្រុមទាំងក្រុមគ្រួសារនិងញាតិមិត្តដែលបានចូលរួមនៅក្នុងកម្មវិធីយើងខ្ញុំនេះខ្ញុំសូមអរគុណដល់ប៉ាម៉ាក់សងខាងទាំងពីរដែលបានផ្ដល់កិត្តិយសសម្រាប់ខ្ញុំមានទាំងពីរនឹងមាននៅថ្ងៃនេះដែរជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដងទៀតដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះនិងយើងផៃតិចហើយតែរំភើបនិយាយចាំហៅរំភើបចុះបាទអរគុណបាទអរគុណទាំងអស់គ្នា អរគុណសូមផ្ដល់សម្លេងអបអរសាទរម្ដងទៀតមកបាទអរគុណច្រើនណាស់បាទណាឥឡូវនេះយើងមិនទាន់បញ្ចប់កិច្ចរបស់យើងទេយើងនៅមានកិច្ចជាបន្តទៀតបាទណាអញ្ចឹងសូមក្រុមជើញបងស្រីមរកតបាទយើង អរគុណចាកម្មវិធីថ្លែងអំណរគុណទៅដល់វត្តមានភ្ញៀវកិត្តិយសពីសំណាក់ក្រុមគ្រួសារទាំងសងខាងក៏បានបញ្ចប់រួចរាល់អស់ហើយជាបន្តទៅទៀតនេះយើងក៏ដល់នៅកម្មវិធីជាស្រាសំប៉ាយសូមក្រុមអញ្ជើញចាបងពិធីការផ្ដល់ជូននៅស្រាសំប៉ាយចំនួន6កែវទៅដល់វត្តមានក្រុមគ្រួសារទាំងសងខាងក៏ដូចជាវត្តមានកូនកំលោះនិងកូនក្រមុំអនុញ្ញាតនៅក្នុងគណៈវេលានេះសូមក្រុមអញ្ជើញទៅដល់វត្តមានឯកឧត្តមលោកជំទាវលោកអញ្ញាវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលកំពុងតែមាននៅចាកៅភេសជ្ជៈសូមធ្វើការលើកឈាជាមួយនឹងក្រុមគ្រួសារទាំងសងខាងចាចាំយើងខ្ញុំរាប់ជូន13ធ្វើការឈាជាមួយនឹងចាក្រុមគ្រួសារទាំងសងខាងតែម្ដងចាអរគុណវត្តមានឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសទាំងអស់ដែលមានកៅភេសជ្ជៈសូមគ្រប់អញ្ជើញលើកកៅឡើងដើម្បីឈាជាមួយនឹងក្រុមគ្រួសារទាំងសងខាងយើងខ្ញុំរាប់ជូន13 1 2 3 Cheer!
អរគុណច្រើនចាអរគុណទៅដល់ចាវត្តមានលោកប៉ានេម៉ាវត្តមានរបស់គុណកម្លាំងគុណកំមុំនៅក្នុងកម្មវិធីឈៀលនៅកែវស្រាសម្ប៉ាញក៏ដូចជាអរគុណទៅដល់វត្តមានភ្ញៀវកិត្តិយសដែលកំពុងតែមានវត្តមាននៅតាមតុកដែលបានអញ្ជើញចូលរួមជាមួយនៅកម្មវិធីឈៀលស្រាសម្ប៉ាញដូចគ្នាចាអរគុណជាបន្តទៅទៀតនេះកម្មវិធីជាបន្តសូមគោរពអញ្ជើញវត្តមានក្រុមគ្រួសារទាំងសងខាងក៏ដូចជាវត្តមានកូនកំលោះនិងកូនក្រមុំសូមផ្ដល់នូវកិត្តិយសដើម្បីធ្វើការថតរូបជាមួយនឹងវត្តមានភ្ញៀវកិត្តិយសដើម្បីទុកជាអនុស្សាវរីយ៍ចាសូមគោរពអញ្ជើញអរគុណចាបន្តពីវត្តមានកូនកំលោះនិងកូនក្រមុំក៏ដូចជាវត្តមានក្រុមគ្រួសារទាំងសងខាងថតរូបជាមួយនឹងវត្តមានភ្ញៀវកិត្តិយសរួចរាល់ហើយវត្តមានរបស់ចាភ្ញៀវកិត្តិយសដែលជាស្រីស្អាតប្រុសស្អាតចាកំតនចាអញ្ជើញទៅកាន់តុកវិញចាយើងត្រៀមនៅក្នុងការទទួលយកនៅសាទជាមួយនឹងមិត្តភ័ក្តិក៏ដូចជាជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងបន្តិចសិនបាទណាជួមុខជំនួសទៅដល់វត្តមានចាក្រុមគ្រួសារទាំងសងខាងក៏ដូចជាវត្តមានរបស់កូនកំលោះកូនក្រមុំយើងខ្ញុំដែលជាសិល្បករនិងសិល្បការិនីជាពិសេសនោះគឺ G1 Entertainment សូមថ្លែងអំណរគុណយ៉ាងវិសេសវិសាលទៅដល់វត្តមានម្ចាស់កម្មវិធីនៅក្នុងរាត្រីនេះដែលបានជ្រើសរើសយក G1 Entertainment នៅក្នុងការចាបង្ហាញជូនក៏ដូចជាចាប្រគំតន្ត្រីជូនទៅដល់វត្តមានឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីយ៉ាងវិសេសវិសាលគឺជាកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់វត្តមាននិងកូនកំលោះនិងកូនក្រមុំហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់វត្តមានឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងរាត្រីនេះសូមគោរពថ្លែងអំណរគុណក៏ដូចជាជូនពរទៅដល់វត្តមានឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសសូមរកទទួលទានមានបានចាមានសុខភាពល្អសំណាងល្អនិងអញ្ជើញទៅកាន់កឋានវិញប្រកបដោយសុខសុវត្ថិភាពផងដែរចាសុភាពបរិសុភាពនារីរបស់យើងបើសូមកំអាលគ្រប់អញ្ជើញទៅណាយើងត្រៀមខ្លួនព្រោះថាបន្តិចទៀតបន្ទាប់ពីបញ្ចប់កិច្ចក៏ដូចជាការផ្តិតយករូបភាពអនុស្សាវរីយ៍រួចហើយយើងនឹងមាននៅកម្មវិធីបាទទាញផ្កាបាទណាហើយមិនត្រឹមតែប៉ុណ្ណោះទេនឹងទទួលបាននៅកាដូពិសេសសម្រាប់ថ្ងៃនេះផ្ទាល់អំពីគូស្វាមីភរិយាថ្មីរបស់យើងចាយើងហ៊ានជម្រាបជូនទៅដល់វត្តមានភ្ញៀវកិត្តិយសដែលមានបំណងចង់បានគេហៅថាការទទួលយកនៅបែបការសុភមង្គលគឺជាការផ្សងរកគូចាអញ្ចឹងហើយសូមជម្រាបជូនទៅដល់វត្តមានភ្ញៀវកិត្តិយសឲ្យបានដឹងថានៅក្នុងរាត្រីនេះចាបែបការសុភមង្គលរបស់យើងគឺជាការផ្សងសំណាងទៅដោយការទាញខ្សែចាអត់បោះទេចាអញ្ចឹងហើយវត្តមានភ្ញៀវកិត្តិយសត្រៀមនៅក្នុងការទទួលយកនៅចាបែបការសុភមង្គលពីវត្តមានកូនកំលោះនិងកូនក្រមុំនៅក្នុងពេលបន្តិចទៀតនេះចាហើយបន្ទាប់ពីបញ្ចប់កិច្ចការទាញផ្កាក៏ដូចជាការរាំស្លូនៅបទចម្រៀងមនោសញ្ចេតនាមួយបទដើម្បីចងក្រងជាកម្រងអនុស្សាវរីយ៍សម្រាប់អ្នកទាំងពីរកន្លងផុតទៅយើងនឹងចាប់ផ្ដើមในការរាំកំសាន្តដែលមានជាចង្វាក់ចម្រុះតែម្ដងដូចជាចង្វាក់ប្រជាប្រិយខ្មែររបស់យើងមានដូចជារាំវង់និងសារវ៉ាន់បាទអញ្ចឹងសូមកុំភ្លេចបាទណាបន្តិចទៀតបើយើងរាំកំសាន្តទាំងអស់គ្នារហូតទៅដល់បញ្ចប់កម្មវិធីហើយនៅពេលដែលចប់កម្មវិធីជាមួយនឹងការប្រគំតន្ត្រីរួចរាល់ទៅនៅក្នុងរាត្រីនេះយើងក៏បានដឹងថាមានជាមួយនឹងការចាក់ DJ ជាបន្តទៀតអញ្ចឹងហើយសូមគោរពអញ្ជើញវត្តមានភ្ញៀវកិត្តិយសនៅរួមលេងកំសាន្តរហូតដល់ចប់កម្មវិធីនៅក្នុងរាត្រីនេះចាគុណបាទភ្ញៀវកិត្តិយសរបស់យើងអាចទទួលទាននៅភោជនីយអាហារដ៏ឈ្ងុយឆ្ងាញ់ជាបណ្ដាហើយទីទៀតយើងត្រៀមខ្លួនដូចខ្ញុំបានជម្រាបចឹងអ្វីដែលពិសេសនោះបាទគឺសុភាពបរិសុភាពនារីស្រីស្រស់ប្រុសស្អាតរបស់យើងបាទសូមកុំភ្លេចបើចូលរួមឲ្យបានច្រើនកុះកនៅខាងមុខវេទិកាកម្មវិធីនេះព្រោះថាឥឡូវនេះផ្នែកពិធីការរបស់យើងបានត្រៀមនៅបាច់ផ្ការួចជាស្រេចហើយនៅឡើយរងចាំតែកូនកំលោះនិងកូនក្រមុំរបស់យើងធ្វើដំណើរមកកាន់វេទិកាកម្មវិធីវិញតែប៉ុណ្ណោះហើយគ្នាយើងមកបន្តិចទៀតមើលបាទហ្នឹងហើយអូយសុភាពនារីច្រើនណាបាទថ្ងៃនេះសង្ស័យបានទៅលើសុភាពនារីហើយតែមើលច្រើនមែនទេឥឡូវបងពៅសាក់ទាញមើលនៅក្នុងរាត្រីនេះតើវត្តមានសុភាពបរិសុទ្ធឬក៏សុភាពនារីដែលអាចទទួលបាននៅឱកាសសុភមង្គលហ្នឹងហើយបងទាយសាក់ឯណាចាសាក់មកបងថាសុភាពនារីឯងព្រោះឯងច្រើនណាស់ថ្ងៃនេះ
ចឹងនេះខ្ញុំទីថាសុភាពបរោះចាស់ពេលខ្លះចុងម៉ោងហ្នឹងអាចទេបងសំណាង ហ្នឹងហើយ ចាប៉ុន្តែថ្ងៃនេះក៏លេចទៅឃើញវត្តមានសុភាពបរោះនិងសុភាពនារីរបស់យើងគឺស្រស់ស្អាតនិងស្រស់សង្ហាខ្លាំងមែនតែនចាអរគុណចឹងខ្សែសុភាពមង្គលរបស់យើងអស់ហើយណាបងចឹងវត្តមានភ្ញៀវកិត្តិយសកុំតាន់ធ្វើការទាញខ្សែណាចាគ្រាន់តែធ្វើការត្រៀមសិនចាំនេះខ្ញុំរាប់13ចាំធ្វើការទាញតែម្ដងដោយសារវត្តមានកូនកន្លោះកូនកំមុំរបស់យើងគឺគាត់កំពុងតែទប់ចាអរគុណត្រៀមខ្លួនហើយនៅចាអូយដល់អត់ទាន់ហើយអត់លឺចាត្រៀមខ្លួនហើយនៅចាអូខេចាចឹងនេះខ្ញុំរាប់13ត្រៀមនៅក្នុងការទាញយកនៅខ្សែសុភាពមង្គលតើបានទៅលើវត្តមានសុភាពបរោះឬក៏សុភាពនារីនៅក្នុងរាត្រីនេះខ្ញុំរាប់ជូន1 2 3 វ៉ាវ អូយ សូមក្រុមអញ្ជើញមកកាន់វេទិកាកិត្តិយសអូហើយថាទៅបងពៅតែងតែចាញ់នេះខ្ញុំរកឆាកតែម្ដងចា ហ៊ានខ្លាំងណាស់បាទប្រុសតែឯងទៅឈរខាងសុភាពនារីបាទ ដូចនេះខ្ញុំថាពេលខ្លះសំណាងចានៅក្នុងគ្រោះតែមានសំណាងចា តោះមរកតអូន អរគុណចា យើងសុំយោបល់ ជំរាប បង សួ ប្រុ រ ស ប ទាំង ង អស់ ជំរាបសួរចាបងត្រូវជាអីជាមួយនឹងវត្តមានកូនកំឡោះនិងកូនកំមុំដែរ ឥឡូវចេះបងសុំតិចបាទ អូចឹងហ៎ សុំដៃគូរបស់បងប្រុសឡើងមកបាទហ្នឹងហើយអូខេ អាយ៉ាស្វីតម៉េះហ្មង អរគុណចាបងត្រូវជាអីជាមួយនឹងកូនកន្លោះកូនកំមុំដែរចា ខ្ញុំត្រូវជាមិត្តភ័ក្តិរបស់បងស្រីកូនកំមុំ មិត្តភ័ក្តិរបស់បងស្រីរបស់កូនកំមុំ បាទ អូហូយចាហើយបងមានអារម្មណ៍ថាខ្លួនឯងនឹងទទួលបានផ្កាឯនៅក្នុងរាត្រីនេះ អត់ទេបង ប៉ុន្តែចង់បានផ្កាណាបងណា ចង់បានអាំងប៉ាវ ចឹងវិញណាចាចង់បានអាំងប៉ាវចាប៉ុន្តែក៏ចង់បានផ្កាដូចគ្នាអញ្ចឹងសូមវត្តមានកូនកន្លោះនិងកូនកំមុំជូននៅចាអាំងប៉ាវទៅដល់វត្តមានអ្នកដែលទទួលបាននៅបាត់ការសុភមង្គលមានពាក្យពេចន៍អីដើម្បីជូនពរទៅដល់កូនកន្លោះកូនកំមុំចា បាទពួកខ្ញុំសូមជូនពរដល់កូនកំឡោះកូនកំមុំគូស្វាមីភរិយាថ្មីសូមឲ្យអ្នកទាំងពីរបន្តជីវិតជាគូស្វាមីភរិយាដ៏ sweet ហើយសូមឲ្យឆាប់មាន baby if you want ហើយសូមឲ្យមានសុភមង្គលជារៀងរហូត អរគុណចាអរគុណយើងខ្ញុំក៏សូមជូនពរទៅដល់បងទាំងពីរដូចគ្នាឆាប់មានដំណឹងល្អដូចជាវត្តមានកូនកន្លោះកូនកំមុំក៏ដូចជាមានសុខភាពល្អសំណាងល្អដូចគ្នាចាអរគុណ សូមអរគុណច្រើនបើជាបន្តទៀតក៏សូមគោរពអញ្ជើញគូស្វាមីភរិយាថ្មីរបស់យើងចុះទៅខាងមុខឆាកផ្ទាល់បាទនៅខាងមុខសួនផ្ការបស់យើងដើម្បីរួមនៅបទចម្រៀងមនោសញ្ចេតនា គឺជាការរួមស្លូកសាងនូវភាពផ្អែមល្ហែមពីវត្តមានកូនកំឡោះនិងកូនក្រមុំដូចតទៅសូមគោរពអញ្ជើញ ធ្លាប់ជាមនុស្សគ្មានគ្នាចាំវេលាកំណត់គោលដៅរស់នៅកំដរផ្លូវឯកាវត្តមានរបងអូនអ្វីគ្រប់យ៉ាងប្រែភ្លឺស្រង់ថ្លាប្រៀបដូចអប្សរមកប្រោះកាយាផ្ដល់ឲ្យរសជាតិថ្មីមេចាប់ផ្ដើមមានពន្លឺពេលស្នេហ៍យើងផ្ដើមអូនប្រៀបដូចទឹកសន្សាស្រោចស្រង់ដង្ហើមឲ្យជីវិតមានន័យស្នាមញញឹមក្នុងថ្ងៃនេះគឺអូនផ្ដល់ឲ្យសន្យាទូមានឧបសគ្គរាប់រយក៏បងនឹងពុះពៀទាំងសាស្នេហ៍មួយនេះតបស្នងមានមេសន្យាមើលថែថ្លៃក្តីស្មោះត្រង់ស្ម័គ្ររួមវិថី
ឲ្យភពផែនដីជាសាស្ត្រីសេចក្តីស្នេហាចាឈ្មោះបងនឹងស្រស់ពុំងាជាគូគប់និស្ស័យតរៀងតែ មេចាប់ផ្ដើមមានពន្លឺពេលស្នេហ៍យើងផ្ដើមអូនប្រៀបដូចទឹកសន្សានសោយស្រង់ដង្ហើមឲ្យជីវិតមានន័យស្នាមញញឹមក្នុងថ្ងៃនេះគឺអូនផ្ដល់ឲ្យ សន្យាទោះមានឧបសគ្គរាប់រយក៏បងនឹងពុះពៀព្រះសាសនាមួយនេះតបស្នងមាសមេសន្យាមើលថែថ្លៃក្តីស្មោះត្រង់ស្ម័គ្ររួមវិថីជីវិតបងនឹងស្រីក្បែរគ្នារហូតសូមសារភាពដោយស្មងពីបេះដូង តទៅបងមិនអាចរួចខ្វាំងថ្លៃមិនបានស្នាមញញឹមក្នុងថ្ងៃនេះគឺអូនផ្ដល់ឲ្យសន្យាទោះមានឧបសគ្គរាប់រយក៏បងនឹងពុះពៀ អរគុណចាអរគុណទៅដល់វត្តមានកូនកំឡោះកូនកំមុំដែលបានបង្ហាញជូននៃការរំស្លូយ៉ាងផ្អែមល្ហែម